និយាយតាមខ្លួនមិនស្ដាប់តោះទៅជួបអញ្ចឹងហើយឯងចាំទុកអីកុំមករវល់នឹងច្បាយយើងទោះយ៉ាងណាយើងកោកិច្ចមិនផុតពីច្បាយរបស់យើងទេនេះទៅប្រកាសតងចង់ធ្វើបាបកូនពិតមែនទេធ្វើបាបស្អីហើយកូនមានតែពេញចិត្តទៅវិញទេមិនថាទេអានេះអាថោកទៀតហេឯងជេរច្បាយយើងយើងជេរឯងហ្នឹងឃើញមនុស្សគិតឲ្យរឿងអាក្រក់តែមិនជួយឯងនេះកម្រក់លើបយើងទៀតសំណេរថ្លោណាឯងយើងចាំមើលឯងនឹងមានសមត្ថភាពអីទៅជួយនឹងកូនបានទេក្រៅពីព្រុសទៅមួយថ្ងៃនោះហើយអញគិតធ្វើយ៉ាងម៉េចនិយាយទៅក៏គ្មានអ្នកណាស្ដាប់ស្រួលមិនស្រួលត្រូវអ្នកគ្រូម៉ែនេះចាត់ការថែមទៀតហើយសម្រួលចិត្តតើអាស៊ីនអើយក៏វិញក៏មិនចំទាស់នឹងគេដែរតាមែនទេក៏គេលំជឿគេកំពុងត្រូវអ្នកប្រុសរ៉ាត់បោកឲ្យស្លាប់ចិត្តហើយឯងគិតធ្វើអ្ម៉េចផ្ទះមួយនេះគ្មានអ្នកណាស្ដាប់ពីឯងនោះទេអាស៊ីនខ្ញុំទៅរកវិធីឲ្យអ្នកប្រុសរ៉ាត់ត្រឡប់ទៅវិញដល់បានហើយឯងចង់ធ្វើយ៉ាងម៉េចអ្នកគ្រូម៉ែនឹងមិនដឹងឯងចេញខ្ញុំសាកតែនិយាយមួយគេលោមើលតែឯងឈួតទេអីហើយគិតថាអាចព្រមអាស៊ីនហើយឈប់សិនបណ្ដោយវាទៅជាយើងមុខជាធ្វើគ្រប់វិជោគបាយដូចជាគេធ្វើអញ្ចឹងដែរហើយមនុស្សស្រីស្អីលេងរឹកកំណាញ់ខ្លួនគួរឲ្យមួម៉ៅមែនទេមនុស្សស្រីឡើងកកោកអ្នកប្រុសរ៉ាត់មកសម្លឹងអីនាងកុលហ្នឹងណាហើយនៅមានអាស៊ីនទៀតវាហួងហែងស្ទើរតែចង់ស្លាប់ទៅហើយខ្ញុំថាយើងត្រឡប់ទៅបាត់ដំបងវិញទៅរកនៅបាត់ដំបងទៅស្អាតជាងអ្នកប្រុសណាឯងនេះនិយាយមិនចេះស្ដាប់ត្រឡប់ទៅក៏ត្រូវចាប់ឲ្យរៀបការអស់ស្បាយល្មមនឹងឯងយើងមិនត្រឡប់ទៅឲ្យល្ងងនោះទេបើលោកម្ចាស់ពញាបានជ្រាបថាអ្នកប្រុសរ៉ាត់មកពួននៅទីនេះហើយអ្នកប្រុសរ៉ាត់គិតធ្វើយ៉ាងម៉េចបន្តទៀតទៅខ្ញុំបញ្ញាប់ចោលថ្ងៃចុះចឹងណាដើម្បីឲ្យដល់ឆាប់អរគុណណាกว่าจะรู้ดีจริงขอฉันพบเธออีกสักសម្បត្តិអ្នកណាទៅលោកបងអូនៅមិនតន់ដឹងទីដឹងតែថាមកពីប៉ាណាំភោសង្ស័យនាយភួនគេផ្ញើមកប្រាប់ដំណឹងទេដឹងសង្ឃឹមថាច្បាស់ជាមិនមែនដំណឹងនាងថ្កល់ជើងល្អនោះទេណាមានរឿងអីទៅលោកបងនាយភួងថាម៉េចដែរទៅមិនមែននាយភួងទេហើយចូលអ្នកណាសរសេរមកដែរប្រុសរ៉ាត់នៅបាងណាំភោវាអាងថាខ្ញុំបញ្ជូនទៅរៀនលេងភ្លេងថែមទៀតផងកាប់ពិតគេទៅរកនាងថ្កល់ដឹងតើហើយកូនហើយកូនមិនបានមិនស្រឡាញ់ល្អតទៅសោះអញ្ចឹងហើយមើលចុះនេះងប់នឹងវាដល់មិនបើកភ្នែកបើកតិចនេះដល់ថ្នាក់រត់ទៅរកវាដល់កន្លែងទៀតផងនោះនេះកុំគិតតែខឹងចឹងអីណាលោកចិត្តទៅទីមករៀនចំអីវ៉ាន់ទៅល្អជាងពីព្រោះប៉ាណាំផោនោះវាមិនមែនចិត្តទេលោកបងគិតទៅទទួលកូនដល់ផ្ទាល់មិនមែនទៅទទួលតែម្យ៉ាងទេចង់ឲ្យនាងខ្ញុំទៅប៉ាណាំផោដែរមែនទេឃើញថាមិនបានទេមិនប្រហែលថ្ងៃទៀតនាងខ្ញុំចាប់ផ្ដើមការងារនៅក្រសួងហើយខ្ញុំជួយនាងតូចដោយក្តីអាសូរនាងតូចមិនគិតចង់តបស្នងខ្ញុំអីខ្លះទេតែហេតុអីទៅត្រូវទៅឆ្ងាយដល់ជនបទដែរទៅគឺដោយសារប្រុសរ៉ាត់កូនប្រុសខ្ញុំគេនៅទីនោះហើយតែវាពាក់ព័ន្ធស្អីនឹងការតបស្នងព្រះគុណរបស់លោកម្ចាស់ទេនាងខ្ញុំដូចជាមិនយល់តតែសោះដូចនាងខ្ញុំតើទៅធ្វើស្អីនៅទីនឹងបានពិតជាបាន
ខ្ញុំជឿថានាងតូចពិតជាធ្វើបាបខ្ញុំជឿជាក់បើសិនប្រុសរានកូនប្រុសខ្ញុំបានឃើញនាងតូចហើយវាច្បាស់ជាតាមត្រឡប់មកផ្ទះតាមស្រួលមិនបាច់ឲ្យបង្ខំស៊ុបពីតែបន្តិចសោកស្ដាយផងចាស់លោកម្ចាស់ទុកថាខ្ញុំនឹងតបគុណលោកម្ចាស់ដោយវិធីផ្សេងទៅចាស់ ហើយលឺมึงទៅជាមួយកកតោលើនេះចំជាលងងមិនសមនឹងពើលឹកជាអ្នកឆ្លាតនោះទេ ហេតុអីខ្ញុំត្រូវទៅដែរនោះមិនសមជារឿង គេឧស្សាហ៍តាមមកលួងលំដល់ទីនេះហើយធ្វើជាលេងលឹកអាតិចលោកកកតោបបួលអ្នកផ្សេងទៅថាស្ដាយក្រោយចាំមិនខាងទេ គាត់គ្មានថ្ងៃទៅបបួលអ្នកផ្សេងទេ ហើយអីទៅលឺឡើងអា គឺព្រោះថាគ្មានអ្នកណាម្នាក់ដែលវាល្អលើកខ្ញុំនឹងនេះ អូយលឺស្គាល់បែងតែងហើយលោកឯងដល់លេងត្រីធំចូលទឹកអាមិនចង់និយាយទៀតទេមិននិយាយជាមួយលឺមិនលវលលឺល្អជាងអានិយាយឲ្យមកគួរអារម្មណ៍ហូ អ្នកឌីនពិតជាឆ្លាតមែនទែនហើយសមហើយដែលអ្នកណាក៏ចង់បាន ឯងចាំមើលឲ្យបានច្បាស់ទៅណាគ្មានអ្វីអាចរបូតពីដៃយើងទៅបានទេបើយើងចង់យក เป็นไหมเนี่ยซิน ហើយតិចតិចទៅមើលតិចគេនឹងខ្លួនមុនទៅហើយតើគេនាំគ្នាមកដែរទេខ្ញុំក៏មិនកត់ចិត្តដែរតែបំណាញ់មិនអាចបញ្ឈប់អ្វីគេបានគឺត្រូវសាបតែនេះហើយ ហើយប្រហែលយប់ប្រហែលថ្ងៃទៅមកដល់ហូចច្រើនថ្ងៃណាអាស៊ីនយ៉ាងនេះក៏អាចគេផុតដែរអី ហើយនេះខ្ញុំមិនបណ្ដោយឲ្យថ្កល់គេកាត់អីមុននោះទេខ្ញុំនឹងការពារគេដល់ជីវិតរបស់ខ្ញុំរឿងអាមុខឯងមិនបាច់បារម្ភទេទុកឲ្យជាទុនទីរបស់គ្នាចុះមកអោនេះគ្មានអ្នកប្រហែលម្នាក់ក៏ច្បាស់ជាផុតពីគ្រោះថ្នាក់ លោកបងម្ចាស់លោកម្ចាស់លោកបងលោកម្ចាស់មានអ្នកណានៅត្រង់នេះខ្លះអ្នកណាក៏បានដែរជួយតាមពេទ្យបីលឿនឡើងឆាប់ឡើងលោកម្ចាស់ស្រួលខ្លួនលឿនឡើងលោកម្ចាស់របស់ខ្ញុំតែកាត់អីឲ្យលោកម្ចាស់ លោកជំទាវ ចា ឆាប់ទៅតាមកូនត្រឡប់មក ពុទ្ធោនេះខ្ញុំអាចទៅចៅលោកបងកើតយ៉ាងម៉េចទៅគឺលោកគ្រូពេទ្យទៅតែប្រាប់មិញនេះថាលោកបងមានអាការៈស្តៀងទៅនឹងអ្នកកើតជំងឺបេះដូង អូយបធអើយវាកាន់តែជាជំងឺមនុស្សចាស់លោកជំទាវប្រញាប់ទៅព្រោះថាបណ្ដោយប្ររ៉ាត់នៅទីនោះយូរពេកអ្នកផ្សេងគេនឹងក្តៅកាហាយជាពិសេសគឺនាងតកុល មិនត្រឹមតែមិនបារម្ភពីកូនខ្លួនឯងបែរទៅបារម្ភអ្នកដទៃចម្លែកមនុស្សមែនទែន ដែលខ្ញុំបារម្ភនេះនឹងខ្ញុំមិនចង់ឲ្យគេធ្វើអ្វីដែលខុសឆ្គងទៅខ្លាំងជាងនេះតែយល់ហើយនៅលោកជំទាវនេះខ្ញុំណាស្រឡាញ់ប្រុសរានមិនមែនតិចជាងលោកជំទាវនោះទេ ហើយខ្លួននាងខ្ញុំផ្ទាល់ធ្លាប់ធ្វើដំណើរឆ្ងាយម្នាក់ឯងតាំងពីអង្កលទៅលោកបង អារឿងនោះមិនបាច់បារម្ភទេលោកជំទាវហើយខ្ញុំនឹងឲ្យគេទៅជាគ្នា អ្នកណាទៅលោកបងហេតុអីចាំនាំនាងសារភាពទៅដែរអញ្ចឹងលោកជំទាវអំខ្ញុំមិនព្រមទេទុកខ្ញុំទៅជាគ្នានឹងលោកជំទាវអំវិញជាបញ្ជារបស់លោកអ៊ំម្ចាស់អ៊ំផ្ទាល់ក៏មិនយល់ស្របអ្វីសូម្បីតែបន្តិចតែក៏មិនហ៊ានជំទាស់ចិត្តទេមនុស្សកំពុងតែឈឺស្រាប់ផងតាមមើលទៅលោកអ៊ំម្ចាស់ដូចជាបារម្ភខ្វល់ពីវាសម្បើមខ្លាំងណាស់ទៅផៅរវាត្រង់ជាមួយពួកខ្ញុំលោកអ៊ំម្ចាស់នោះក៏មិន